នអស់គ្នានៅទីនេះអាចត្រៀមសំណួរសម្រាប់សួរគាត់ផងដែរចា៎អញ្ចឹងមានក្រុមហ្នឹងហើយស្មានតែចា៎អញ្ចឹងជាធំស្វាគមន៍នាងកញ្ញាលោកស្រីលោកអ្នកនាងដែលកំពុងតែមានវត្តមាននៅទីនេះអញ្ចឹងតកតងជាមួយនឹងបន្តពីអ្នកចូលរួមទាំងអស់គ្នាបានសិក្សាស្វែងយល់ពីទស្សនៈភាព gender កាលពីម្សិលមិញបន្តមកទៅវិញយើងជជែកបន្ថែមអំពីរឿងយន្តការក៏ដូចជាគោលនយោបាយថ្នាក់ជាតិដែលមានការចាត់វិភាគពីអារម្មណ៍គេជំហាក់ហើយយើងក៏មានឱកាសក្នុងការមើលក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយនិងហើយមួយចំនួនផងដែរអញ្ចឹងតកតងជាមួយនឹងកម្មវិធីរបស់យើងបន្តទៀតនេះយើងនឹងជជែកគ្នាតកតងជាមួយនឹងបទពិសោធន៍ជាក់ស្ដែងពីការអនុវត្តដែលយើងថ្ងៃនេះយើងមានរៀបក្នុងកិត្តិយសរបស់យើងគឺអ្នកនាងអេងកំហុងចា៎ចឹងពីយើងនៅទីនេះប្រហែលនេះស្គាល់គីមហុងហើយដែលជាកត្តាជំរុញទឹកចិត្តតែធ្វើឲ្យគីមហុងចាប់យកជាភាសាព័ត៌មានចា៎អាឡូហើយសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំមកឈ្មោះគីមហុងខ្ញុំអតីតអ្នកវិស័យវិទ្យាល័យអង្គការជាតិចា៎ហើយខ្ញុំជួយគីមហុងមកឲ្យស្ថាប័នថ្មីស្ថាប័នថ្មីមកឈ្មោះសាព័ត៌មានខាងនេះផងការផ្សាយជាទីនេះឲ្យមានការផ្សព្វផ្សាយច្បាស់និងទៅខ្វះនៃវិស័យវិទ្យាល័យនៃវិស័យក្នុងចឹងណាហើយឆ្លងនឹងសំណួរបងប្អូនថាតើជួយការវិស័យអញ្ចឹងការវិស័យជាការវិស័យជួយឲ្យបងបាច់ចាក់បានតែរួមមានអ្នកសាព័ត៌មានវិទ្យាករគឺពូចឹងតែតែខ្ញុំចង់គាត់ការវិស័យចឹងណាសម័យណាបាត់មានចង់ទូចា៎ចឹងដល់អត់មានបានតែរៀបការនៅតាមជួរថាលើរៀបការទីទូដែរតែតែយើងពីខសម័យនឹងនឹងពីស្ដាប់ព្រោះយើងមកចូលថាជាចង់ទូដែរហ្នឹងហើយគាត់និយាយតែខ្លីទៅខ្ញុំថាខ្ញុំចាប់យកជាភាសាប្រវត្តិសាស្ត្រសម័យកាលនេះខ្ញុំថាការនេះហ្នឹងវាជួយសង្គមបានច្រើនណាហើយជួយសង្គមបានច្រើនវាមានអារម្មណ៍វាគេថាគេយកថាជួយសង្គមតែយើងធ្វើជានយោបាយគាត់តែអត់ទេសម្រាប់ខ្ញុំថាកាយតែខ្សែហើយមានស្ត្រីที่ជួយសង្គមបានច្រើនជួយស្ត្រីที่ជាឯកពលរដ្ឋហ្នឹងជាគោលបំណងរបស់ខ្ញុំទីនេះតែតើតើជាមួយនឹងការរៀបការរបស់បងហងណាមានវិជ្ជាតើតើជាមួយនឹងគោលការណ៍ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយដែរតែសំខាន់ណាស់របស់ជាពីគោលការណ៍ក្រមប្រតិបត្តិនេះណាគឺដើម្បីជាការឡើងសំខាន់មែនទែនជាការឡើងមកថាការរៀបការរបស់នេះវាជាការលើកផ្លូវទៅខាងទីគឺស្ត្រីស្រីជំរុញឲ្យបងប្អូនជួបបញ្ហាខ្លាំងៗណាហើយនៅទីនេះសំខាន់របស់គាត់គឺកន្លែងមានបងយើងរក្សាតាមកណ្ដាលហើយនៅពេលដែលក្រុមអញ្ចឹងយើងឆ្លើយតបនឹងអ្វីដែលយើងមានស្រាប់បងអញ្ចឹងហើយយើងក៏សម្រាប់ថាពីច្រើនមិនមែនពីច្រើនទេចាមួយចំនួននៃប្រព័ន្ធផ្សព្វផ្សាយក៏អាចរួមលើចំណុចនេះគាត់ទៅថាជាធម្មតាអញ្ចឹងដូចជាការប្រតិបត្តិពេចទៅលើជុំគ្រូជាស្ត្រីដែលមានអ្នកនៅផ្នែកដូចនេះក៏ជួនកាលអាចជាស្ត្រីអាចទៅប្រតិបត្តិផ្ទៃអញ្ចឹងណាតែតាមយ៉ាងក្រុមក៏ស្វែងយល់បន្ថែមទៀតពីថាទាំងអស់បានកម្មវិធីទី1ក៏អាចឆ្លើយទៅនឹងសំណួរបងប្អូនគឺសម្រាប់ការចូលទៅក្រុមគឺសម្រាប់បន្តមានហើយគោលការណ៍ស្ថាប័នមានអញ្ចឹងចឹងបើសរុបជារួមវិញខ្ញុំមើលឃើញថាមានសារៈសំខាន់មែនតើពីព្រោះក្នុងនាមជាអ្នកសារព័ត៌មានហើយក៏យើងចែកលើព័ត៌មានដោយគាត់នឹងទេតែយើងក៏ចូលរួមចំណែកនៅក្នុងការកាត់បន្ថយការអានទៅជាការប្រើប្រាស់ភាសាតែនៃការចូលផងដែរចំនួនមួយគឺដែរដោយសារតែនិយាយទៅមែនតើទៅមុនជួបពីមុននឹងអានប្រវត្តិមួយចំនួនក៏ពីមុនដែរមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មាននេះជា10ឆ្នាំចង់ដឹងថាតាមរយៈបទពិសោធន៍ការងារនេះពីហូបគ្រាប់ធ្វើការរាយការណ៍ករណីអង្គើហិង្សាឬក៏ករណីអាចនិយាយថាករណីបទល្មើសណាមួយដែលគេឲ្យបើសិនបើករណីខុសចង់ដឹងថាតើពីហូបគឺជាគោលការណ៍នៃការយល់ដឹងពី gender តើរបៀបតាមរយៈការរាយការណ៍របស់ខ្ញុំចា៎សម្រាប់ការរាយការណ៍ប្រព័ន្ធនឹងបញ្ហាយើងនឹងតែបានផ្សព្វផ្សាយប្រព័ន្ធនឹងបញ្ហារបស់មើលឬក៏គេហៅថាអំពើផ្សារដែលខ្ញុំយើងហ្នឹងដូចជាអកាយของខ្ញុំដែរខ្ញុំធ្វើច្រើនពាក់ព័ន្ធទៅនឹងមានស្រីនិងស្ត្រីពីទៅការស្ដែងគាត់ខ្ញុំចង់បានថាគាត់ពីខ្ញុំធ្វើពាក់ព័ន្ធនឹងមានស្រីក្នុងពាក់ព័ន្ធនឹងបញ្ហាទៅយើងគិតថាវាក៏ចូលទៅរបស់យើងក៏ជានឹងអញ្ចឹងណាបងហើយ
ខ្ញុំផ្ដោតចេញពីចំណុចចឹងដូចជាបញ្ហារបស់ក្មេងស្រីវានៅតែជាឧបសគ្គដែលរាំងស្ទះការសិក្សារបស់គាត់ហើយវាជាចំណុចមួយធ្វើឲ្យគាត់នឹងអាចប្រឈមនឹងការជួបវាផងដែរអញ្ចឹងណាខ្ញុំជឿយើងធ្វើពីរបស់ណាតកតងទៅនឹងចេញពីមុំដែលស្វែងរកដំណោះស្រាយហើយជាវិធីសាស្ត្រដែលដាក់ចេញទៅនឹងធ្វើឲ្យរដ្ឋាភិបាលឬក៏ស្ថាប័នវិទ្យាស្ថាបទៅអាចថាជាផ្នែកមួយនៃគោលបំណងរបស់គាត់គូប្រចាំអញ្ចឹងណាខ្ញុំគិតថាខ្ញុំចូលទៅភូមិភាគឦសានអញ្ចឹងខ្ញុំបានសង្កេតឃើញពេលច្រើនតិចគាត់បានលើកឡើងពីបញ្ហាប្រឈមរបស់គាត់ថាបាក់ខ្លះក្នុងពេលមកដល់នេះគាត់ត្រូវប្រឈមនឹងការបង្ខំការសិក្សាអវត្តមានមករៀនហើយកាត់ពីនេះក៏ជួយពីមកដោយសារតែអត់តមានការយល់ដឹងច្រើនពីស្ថានភាពដូចជាពុកម្ដាយណាអំពីបញ្ហាសុខភាពរបស់ក្មេងស្រីរបស់ពេលមកដល់អញ្ចឹងបងហើយទៅគាត់សម្រាប់ថាការខ្ញុំចូលទៅភូមិងោខេត្តរតនគិរីចូលទៅការវិចារពីគាត់ដល់ទៅខ្ញុំក៏សម្រាប់ថាដូចជា7ឆ្នាំក្រោយមកខ្ញុំត្រឡប់ទៅបានម្ដងទៀតមានការផ្លាស់ប្ដូរទីមួយគូគាត់យល់ពីសារៈសំខាន់នៃការមរតករបស់ក្មេងស្រីបញ្ហាមរតករបស់ក្មេងស្រីបាននិយាយសាធារណៈនិយាយនៅក្នុងនៃអប់រំឲ្យស្វែងយល់ពីប្រតិបត្តិរបស់ក្មេងស្រីអញ្ចឹងណាហើយក្នុងសាលានេះខ្ញុំឃើញមានប្រឹក្សាមានសម្រាប់ឲ្យគ្រប់គ្រាន់មានបន្ទប់មានពេទ្យសម្រាប់សម្រាប់ផងអញ្ចឹងណាបងហើយសម្រាប់ខ្ញុំសប្បាយចិត្តខ្ញុំគិតថាមួយផ្នែកនៃអត្ថបទយើងចេញទៅធ្វើមានការផ្លាស់ប្ដូរទៅវិញវាយូរបន្តិចមែនក៏ប៉ុន្តែមានការផ្លាស់ប្ដូរនេះសាសម័យរបស់សិស្សយើងមិនចាប់ដើមមិនមានការផ្លាស់ប្ដូរអញ្ចឹងណាបងយើងគិតថាការពីឆ្នាំ2018ខ្ញុំទៅម្ដងទៀតនៅឆ្នាំ2023ខ្ញុំឃើញថាមានការផ្លាស់ប្ដូរមែនអញ្ចឹងណាបងអញ្ចឹងបានឆ្លើយមានសំណួររបស់ខ្ញុំធ្វើព័ត៌មានទាក់ទងទៅវិធានបទក្នុងទម្រង់បែបហ្នឹងហើយមួយទៀតខ្ញុំក៏សម្រាប់ថាខ្ញុំតែធ្វើព័ត៌មានទាក់ទងទៅទំនាក់ទំនងអ្នកស្រីពេលគ្នាខ្ញុំក៏សម្រាប់ថាពេលយើងធ្វើក្នុងបទជាទៅផ្សាយជាទៅមកតិអ្នកស្ដាប់ត្រឡប់មកវិញអត់អាចដាក់បន្ទុកថែមទៅលើអ្នកស្រីពេលគ្នាអញ្ចឹងអានេះវាជាការកត់សម្គាល់ក្នុងមានអ្នកធ្វើទេអញ្ចឹងឃើញថាអានេះគឺជារឿងមួយនិយាយទៅតែអញ្ចឹងថាបងហើយព័ត៌មានចុងក្រោយខ្ញុំធ្វើពាក់ព័ន្ធនឹងអ្នកស្រីពេលគ្នានៅក្នុងប្រទេសកម្ពុជាមានការអង្កេតជំនាញតែពីអ្នកមើលអ្នកស្ដាប់របស់វិទ្យុប្រាជ្ញាធ្វើការនៅទីនេះអរគុណចា៎អរគុណតែថាតែខ្ញុំចូលនិយាយថាចូលបានទៅចង់យកព័ត៌មានតែសារសាស្ត្រពលរដ្ឋពីឈើពីសាច់រឿងរបស់ខ្ញុំស្រីជាដើមនេះហើយជាពិសេសនិយាយទៅតងរឿងបែបទីហើយយើងនឹងស្រាប់នៅក្នុងបរិបទប្រទេសកម្ពុជាយើងជាពិសេសអ្នកនៅសហគមន៍ជាដើមនេះហ្នឹងមើលឃើញថាបញ្ហាសិទ្ធិសុខភាពពេលក្នុងនោះនៅតែជារឿងតែសាររឿងតែអត់គួរនិយាយចឹងដល់ពេលហ្នឹងអីទៅជាចំណាប់អារម្មណ៍ឬក៏ជាគោលបំណងរបស់ខ្ញុំក្នុងការចង់ទៅយកព័ត៌មានពីឈើសាច់រឿងអស់ហ្នឹងគឺទៅគឺរបស់ខ្ញុំថាតាមជាពីគោលរបស់អង្គការទេក៏ចង់ឲ្យយើងធ្វើព័ត៌មានពាក់ព័ន្ធនឹងបញ្ហាភាសានៅថ្ងៃអញ្ចឹងថាបញ្ហាភាសានៅថ្ងៃយើងគឺមែនទេគឺនិយាយខ្លះណាខ្ញុំទៅយកចំណុចនេះមួយដែលវាជាចំណុចស្ដាប់ហើយតែទៅអត់មានបញ្ហាអញ្ចឹងណាបងខ្ញុំមិនដឹងថាបញ្ហារបស់គ្នាស្រីខ្ញុំនិយាយតែនិយាយពីបញ្ហាផ្លូវតែទៅដូចអ្វីយើងគិតមែនណាបងខ្ញុំអត់ស្គាល់យើងមកសុខគាត់ថាពេលគាត់លោកអត់ទៀតគាត់ហ៊ាននិយាយក្នុងការបញ្ហាផ្លូវមានតែចិត្តតែមកមកថាវាជារែកក្នុងអង្គស្រីយើងចឹងណាហើយពេលខ្ញុំនិយាយលេងគាត់ថាវាអត់ទៅគាត់ឆ្លងនឹងការឆ្លងកាត់កន្លែងសម្អាតដែលវាអត់មានសុខភាពគាត់អត់ទៅខលអីចឹងហើយវាឆ្លងពីមួយសាខាទីពីរបញ្ហាសុខភាពរបស់គាត់ចឹងណានេះវាជាសាច់រឿងលេងនិយាយទៅសេលេងគាត់ទៅកសាងចិត្តទៅវិញមកចឹងណាហើយខ្ញុំបានស្ដាប់ព័ត៌មានសំខាន់ពីគាត់មកដែលជាផ្នែកមួយក្នុងនេះចង់ធ្វើបញ្ហារបស់គាត់អញ្ចឹងហ្នឹងពេលយើងចូលយកព័ត៌មានលើមូលដ្ឋានរបស់បែបសម្រាប់ឲ្យយើងយកផ្សាយទៅថ្នាក់ជាតិទៅពេលថ្នាក់ទៅស្ដាប់ទៅក៏អាចបានក្នុងនៅថ្នាក់ខាងអូខេនៅក្នុងសង្គមរបស់បែបសម្រាប់ជួយក្នុងហ្នឹងយើងនៅលើយើងនៅពេញនេះគឺថាយើងមានអ្វីៗរបស់នេះក៏ប៉ុន្តែមូលដ្ឋានអាចបានជាពិបាកបែបអញ្ចឹងណាចឹងមិនថាលោកមានសារព័ត៌មានសំខាន់ខ្លាំងមែនទែនជាពិសេសយើងស្ត្រីហ្នឹងណាឃើញ
ជួយបង្ខំសម្រាប់ថ្មីជួយបង្ខំសម្រាប់ថ្មីដល់គ្នាសេរីជំនាន់ជួយតាមតែអញ្ចឹងណាអញ្ចឹងខ្ញុំឃើញថាអូខេនេះគឺជាផលនៃផ្សាយជាងគឺយើងត្រូវដល់សង្គមជាពិសេសក្មេងស្រីខ្លួនឯងចឹងអរគុណច្រើនឃើញថាតកតងនឹងគេផងបានជាយាមគេថាជាសម្លេងដូចជាពីធ្វើសាច់រឿងនេះដែលនិយាយថាស្មារតីប្រព័ន្ធនេះទីនៅក្នុងសង្គមដូចជាទីតាមតែដូចអ្នកស្រីគ្នាជាដើមចង់សួរពីគាត់ទៅពីមកវិញថាមានផលលំបាកឬក៏បញ្ហាប្រឈមនេះខ្លះនៅពេលដែលយើងចង់ទៅថាតែមកតាមសាលាណាយើងទៅរកព័ត៌មានឬក៏ជួបគាត់ឬអីចឹងនៅរកបញ្ហាបានមានផលដែលជួយយើងនៅអស់ពេលដែលជួបបញ្ហាបានផ្សេងៗដែរហើយដល់លើការជួយយកព័ត៌មានរបស់វិសាហ្នឹងណាបងពេលនេះនិយាយពីបញ្ហាលើលោកមីស្រីដែលយើងជួយយកព័ត៌មានទៅគូម្ដងខេត្តរតនគិរីកាលពីឆ្នាំ2018ហើយខ្ញុំចែកទៅសំខាន់នេះកាលពីឆ្នាំ2023ខ្ញុំចូលទៅតំបន់មួយជាតំបន់វឿនស្អែកឆ្ងាយប្រហែលខ្លះណាហើយដល់វឿនស្អែកហ្នឹងនិយាយពីស្ថានភាពផ្លូវទៅសិនមិនទៅជួបមីស្រីហ្នឹងណាហើយគឺអាលាក់ហុយហើយយើងទៅនឹងជាកោហើយនៅក្នុងពេលថាយើងជិះទៅនឹងយើងហុយណាបងហើយយើងមកថាបើសិនជាកោវាយមានបែកបាក់ទេហើយបើយើងថាគេជួយយើងក៏វាយូរដែរហើយហើយណាបងហើយដូចបើខ្ញុំចាំណាបង3ម៉ោងពីបានលុះដល់វឿនស្អែកហើយចូលដល់វឿនស្អែកហើយយើងវល់ទៅទៀតវានឹងជាប់ក្នុងដែររាយណាក្នុងឧស្សាហកម្មមួយហើយទៅតាមផ្លូវគឺហុយខ្លាំងណាស់ជាងមើលខ្ញុំឃើញមានភាពឆ្លងជាមួយឡាំធំទៀតហើយបើសិនជាប្រជុំខាងនេះអាចជួយដល់ស្នាក់មកហ្នឹងណាប៉ុន្តែដំណើររបស់ទៅមុខតែអារម្មណ៍នឹងភ័យផងបារម្ភតែនៅដល់គោលដៅអញ្ចឹងណាបងអានេះឆ្លើយទៅនឹងសំណួរឧបសគ្គនៅពេលដែលយើងចូលទៅប្រព័ន្ធនេះយើងបារម្ភពីបញ្ហាសុខភាពរបស់ខ្លួនហើយសារខ្ញុំមានកូននៅទេហើយគាត់បានគិតថាអត់មកថាបើសិនជាមានបញ្ហាកូននៅចិត្តទៅអញ្ចឹងណាបងហើយផងតាំងចិត្តផងក៏បានដល់ខ្លួនឯងជួយមានស្រីជួយតាមទៅមិនមុននឹងខ្ញុំនិយាយពីបញ្ហារបស់ទៅពីអត់ទី2តែខ្ញុំចូលទៅវឿនស្អែកក្នុងឆ្នាំ2023គឺយកពីការិកាវ័យក្មេងក៏មានសេចក្ដីការពិសេសអញ្ចឹងណាហើយខ្ញុំចូលពេលខ្ញុំឧបសគ្គមួយក្នុងការងារយកទៅនាំផ្លូវទៅដល់ទៅដល់ទីតាំងខ្ញុំជួបអាទិគឺគាត់ថាធំពីមិនអញ្ចឹងណាតែពេលពួកយើងពួកខ្លួនទៅបានប្តីមួយចិត្តអស់ហើយតែពេលខ្ញុំទៅអស់ស្មារតីទៅមកបានទៅមានតំណងខ្មោចអីអញ្ចឹងណាបងហើយពេលនេះទៅយើងសម្រាប់ឲ្យទៅអ្នកនាំទៅយើងថាព្រោះអត់ចិត្តគាត់អត់មកតែយើងខ្លួនយើងសម្រាប់នឹងថាសិជាប្រកាសមានសម្រាប់ទៅពេលគឺមិនស្គាល់ណាយើងចូលបានឧស្សាហ៍ទីមួយឯងតទៅទៀតយើងទៅចាប់តាមការទៅក្នុងមានសួរផ្សេងទៅឆ្នាំតិចពេលសញ្ញាបានសម្រាប់គាត់គឺជាជំនាញតិចខ្លាយអញ្ចឹងណាយើងសួរគាត់ថាហើយបានជាមានជាជំនាញតិចឬក៏ពុកអាយមានចំនួនចង់ឲ្យពួកគាត់កម្មវិធីក្មេងអញ្ចឹងណាគាត់ថាដោយសារតែទីមួយវាមានច្រើនហេតុផលសាលានៅឆ្ងាយវាឆ្ងាយណាស់លោកជុំទៅពីបានលោកទៅដល់វឿនស្អែកជា3ម៉ោងហើយគឺសាសម័យនោះមិនស្រីដល់8ឆ្នាំគាត់ប្រឈមនឹងបញ្ហាសុខភាពរបស់ខ្លួនគាត់មិនអញ្ចឹងណាតែពួកសាលាឆ្ងាយអញ្ចឹងគឺមានជំនួយមួយគឺកាយការនឹងឧស្សាហ៍ក៏ស្ដាប់តាមផ្លូវមើលមកខំតែអស់ដល់ស៊ីចំទៅតាមលើទូជាស្ដាយមានក្នុងនឹងទៅអញ្ចឹងយើងបើឃើញចំណុចបាក់ហ្នឹងអត់មានបាក់ស្វែងនៅក្នុងបាក់ឧបការទេគឺសាសនានេះឆ្ងាយអត់មានការជំនួយមានការបងប្អូនហើយទៅរៀនពួកទៅថាគាត់ឡើងមកនៅក្រុងហើយនៅក្នុងការគាត់ស្ថិតនៅណាហើយការប្រមូលសំណងថាការវាយទឹកអីទៅណាអញ្ចឹងណាហើយខ្ញុំទៅលើចំណងបងប្អូនដែរក៏ការទៅគាត់ជុំច្បាប់ទៅកម្រតែតែមានជីវភាពគឺជំនុំគឺជំនុំពួកគាត់ជីវភាពក្រីក្រអញ្ចឹងនេះស្ទើរជាមូលហេតុដែលឃើញនៅមុខហ្នឹងយើងអាសាបងនេះខ្ញុំចង់ទៅមើលអង្គពេលមកអស់ហើយមិនសំយោគវាចេញជាបញ្ហាតែទន្ទឹមបញ្ហាក៏មកស្អែកគេដែរតែពួកគាត់ចំណាយគេអញ្ចឹងគាត់សាកល្បងហើយបាននិយាយពីឧបសគ្គរបស់បញ្ហាមួយនេះគឺជាលើកទី1ដែលខ្ញុំចូលទៅប្រកបនៅតំបន់ឆ្ងាយហើយជាមួយនឹងក្តីសង្ឃឹមថាមានទីប្រជុំបញ្ហាមួយថ្ងៃចឹងតែសម្រាប់វិញការចិត្តរបស់យើងការជំរុញរបស់យើងហើយយើងជឿទៅលើបងប្អូនដែរណាបងថាគាត់ទៅជួបបញ្ហាជួបទៅអញ្ចឹងណាបង
ល្អប្រសើរហើយឆ្លើយជួយទៀតតែមានក្រុមការងារល្អគឺជំហរគឺខ្លាំងតែhọនេះមានស្វែងរកថាបងចូលឈ្មោះពីមើលអ្នកស្ដាប់អញ្ចឹងណាបងវិញធ្វើនឹងគាត់មានកម្លាំងចិត្តខាងទៀតគឺថាបងមានតែបងមានបញ្ហាបងស្រីក្មេងស្រីនិងស្រីមួយគ្នាចាអរគុណសម្រាប់ពេលយើងចូលរឿងនេះអាចជំរាបជូនពីបរិបទតិចដែរចឹងតែន័យដែរពីហងដល់ចង់ទៅធ្វើបាត់រឿងការហ្នឹងគឺនៅមើលសាយនេះមើលសាយហ្នឹង68គីឡូពីទីសង្ខេបបានលុបខេត្តរតនគិរីណាហើយផ្លូវដោយគេមកប្រាប់ចឹងផ្លូវគឺដីសុទ្ធមិនខ្នល់ស៊ូទេ